មានរឿងពីរដែលម្ចាស់បំណុលគួរតែដឹងទី1ការយកការប្រាក់លើសពីច្បាប់កម្រិតលើសពី 1.5% ក្នុងមួយខែអ្នកខ្លះទៅយក 5% អ្នកខ្លះយក 10% ភាគដែលលើសពីច្បាប់កម្រិតហ្នឹងច្បាប់តម្រូវឲ្យយកទៅកាត់ប្រាក់ដើមវិញណាហ្នឹងហើយមានន័យថាបើសិនជាកូនបំណុលគេសងការប្រាក់លើសអញ្ចឹងយកអាភាគដែលលើសហ្នឹងទៅកាត់ប្រាក់ដើមកាត់ហើយអស់ដើមនៅសល់លុយការប្រាក់ដែលលើសហ្នឹងទៀតម្ចាស់បំណុលមានកាតព្វកិច្ចត្រូវសងទៅឲ្យកូនបំណុលវិញហើយភ្ជាប់ជាមួយនឹងការប្រាក់ 5% ក្នុងមួយខែច្បាប់កំណត់ទៅមើលមាត្រា585កថាខណ្ឌទី4 5% ក្នុងមួយឆ្នាំសំដៅមិនក្នុងមួយខែទេទៅមើលមាត្រា318អត្រាការប្រាក់ដែលច្បាប់កំណត់ទី2សិទ្ធិលើបំណុលមានន័យថាសិទ្ធិក្នុងការទារប្រាក់ពីកូនបំណុលត្រឡប់មកវិញច្បាប់អនុញ្ញាតឲ្យមានសិទ្ធិក្នុងការទាមទារប្រាក់នឹងត្រឡប់មកវិញក្នុងអំឡុងពេល5ឆ្នាំគិតចាប់ពីថ្ងៃដែលកូនបំណុលមានកាតព្វកិច្ចត្រូវសងប្រាក់ត្រឡប់មកតែទៅហួសសិទ្ធិលើបំណុលទៅប្តឹងទាមទារប្រាក់នឹងត្រឡប់មកវិញប្តឹងអត់បានទេពីព្រោះថ្លោះសិទ្ធិហើយ